ប្រទេសថៃដែលជាប្រទេសភូមិផងរបងជាប់នឹងប្រទេសកម្ពុជាប្រទេសភូមាប្រទេសម៉ាឡេស៊ីនិងប្រទេសឡាវគឺជាប្រទេសមួយដែលទទួលឥទ្ធិពលនិងប្រើប្រាស់យុទ្ធឧបករណ៍សង្គ្រាមដែលជារបស់សហរដ្ឋអាមេរិកភាគច្រើនមហិច្ឆតាចក្រពត្តិនិយមរៀនដោយសហរដ្ឋអាមេរិកចាក់ឥទ្ធិពលអំណាចដល់យោធាថៃដែលងាយនឹងធ្វើរដ្ឋប្រហារជាញឹកញាប់និងមើលទៅហាក់ដូចជាដំណោះផ្ទៃក្នុងតែក៏ពិតគឺជាលក្ខខណ្ឌយុទ្ធសាស្ត្រដែលថៃនិយមលេងដើម្បីពង្រីកទឹកដីនិងបានផលចំណេញដល់ជាតិរបស់គេតែប៉ុណ្ណោះថៃរមែងតែងតែបង្កហេតុបង្កើតបញ្ហាជាមួយប្រទេសជិតខាងជាពិសេសជាមួយនឹងប្រទេសភូមានិងជាថ្មីម្ដងទៀតរឿងរ៉ាវថ្មីៗកន្លងទៅនេះជាមួយនឹងប្រទេសកម្ពុជាហើយបានប្រើប្រាស់ប្រទេសកម្ពុជាជាចំណាប់ខ្មាំងដើម្បីជាឧបករណ៍នយោបាយប្រទេសក្នុងរបស់ប្រទេសថៃបើយើងពិនិត្យឲ្យបានស៊ីជម្រៅទៅសឹងតែគ្រប់នាយករដ្ឋមន្ត្រីនៃប្រទេសថៃគ្រាន់តែមានទួនាទីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមថៃតែគ្មានអំណាចអាចដឹកនាំឬបញ្ជាទៅស្ថាប័នយោធាថៃបានទេក៏ព្រោះអំណាចយោធាត្រូវបានដាក់ឲ្យស្ថិតនៅក្រោមអំណាចរបស់ស្ដេចផ្ទុយទៅវិញគឺក្រុមមេទ័ពថៃទេដែលនៅពីក្រៅរដ្ឋាភិបាលដែលមានអំណាចបញ្ជាទៅនាយករដ្ឋមន្ត្រីឲ្យធ្វើតាមអ្វីដែលខ្លួនចង់បាននាយករដ្ឋមន្ត្រីណាក៏ដោយដែលមិនព្រមធ្វើតាមបំណងរបស់ក្រុមទាហានថៃនោះទាហានថៃនឹងធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលនោះដូចជាមានជាហូរហែកន្លងមកទាហានព្រំដែនថៃកាលពីថ្មីកន្លងទៅនេះពលគឺថ្ងៃទី28ខែឧសភាឆ្នាំ2025បានបង្កហេតុបាញ់សម្លាប់យោធាខ្មែរម្នាក់នៅក្នុងទឹកដីនៃតំបន់មុំបីគឺជាល្បិចបង្កើតចំនួនតាមព្រំដែនដើម្បីដាក់សម្ពាធដល់នាយករដ្ឋមន្ត្រីវ័យក្មេងរបស់ថៃដែលមកពីត្រកូលថាក់ស៊ីនដែលត្រកូលនេះជារឿយៗទៅបានគេមើលឃើញថាជាក្រុមដែលមិនសូវចូលចិត្តពូជស្ដេចហើយនឹងបង្កើតការសង្ស័យបំផ្លាញមិត្តភាពរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាថៃហើយស្ថានភាពតានតឹងឬចំនួនតាមព្រំដែនកើតបានជាលះនយោបាយដល់យោធាថៃចេញមកគ្រប់គ្រងស្ថានភាពជាមួយនឹងយុទ្ធនាការជាតិជននិយមដើម្បីទាញចំណាប់អារម្មណ៍ពីមហាជនថៃមកចូលរួមការគ្រប់គ្រងការគ្រប់គ្រងអំណាចរបស់កងទ័ពថៃនេះគឺជាអ្វីដែលយើងអាចនិយាយបានថាជារដ្ឋប្រហារលាក់មុខបើយើងនិយាយអំពីមេតបកម្ពុជារបស់សន្តិសុខជាតិថៃខ្ញុំនាំអារម្មណ៍ប្រិមិត្តឲ្យបានស្គាល់នៅបុគ្គលចំនួន5រូបដែលត្រូវបានគេចាត់ទុកថាជាខ្លាចទាំង5ដែលមានអំណាចបំផុតនៅក្នុងវិស័យសន្តិសុខជាតិរបស់ប្រទេសថៃដែលគ្របដណ្ដប់លើលទ្ធភាពនៃការធ្វើរដ្ឋប្រហាររីអាដាមសនេមួយចំនួនទៀតដែលនៅក្នុងខុទ្ទកាល័យអគ្គបញ្ជាការដ្ឋានទ័ពថៃទាំងមូលក៏គេពុំបានចាត់ទុកយ៉ាងនោះថាជាមនុស្សមានអំណាចដូចខ្លានេះដែរព្រោះនៅក្នុងស្រុកថៃអគ្គបញ្ជាការដ្ឋានគឺជាស្ថាប័នមានទម្រង់ជានិមិត្តរូបតែប៉ុណ្ណោះទី1លោកឧត្តមសេនីយ៍សុងវិទនុនភក្តីជាអគ្គមេបញ្ជាការកងទ័ពថៃទាំងមូលតំណែងរបស់គាត់ជាតំណែងនិមិត្តរូបច្រើនជាងតែគាត់ត្រូវបានរាជវាំងថៃទុកចិត្តលោកឧត្តមសេនីយ៍សុងវិទមានប្រភពចេញពីកងវ៉ាន់ថេវ៉ាន់ហើយគាត់ក៏ជាសមាជិកកងកអាវក្រហមដែលស្ដេចថៃទើបបង្កើតឡើងនៅក្នុងឆ្នាំ2018នេះផងដែរទី2ឧត្តមសេនីយ៍ផាណាក្លេវប្លាតុកគឺជាមេបញ្ជាការកងទ័ពជើងគោកហើយដោយសារតែទ័ពជើងគោកថៃមានកម្លាំងច្រើនជាងទ័ពផ្នែកផ្សេងទៀតគាត់គឺជាមនុស្សមានអំណាចជាងអ្នកណាទាំងអស់នៅក្នុងកងទ័ពថៃក្នុងរឿងរដ្ឋប្រហារនៅស្រុកថៃមនុស្សដែលគេដាក់ភ្នែកតាមមើលជាងគេបំផុតគឺអ្នកកាន់តំណែងមេទ័ពជើងគោកដូចលោកផាណានជាដើមដោយនេះលោកសុងវិដាលោកឧត្តមសេនីយ៍ផាណាមានប្រភពចេញពីកងវ៉ាន់ថេវ៉ាន់ដែលជាកងល្បីធ្វើរដ្ឋប្រហារនៅស្រុកថៃហើយគាត់ក៏ជាសមាជិកកងកអាវក្រហមរបស់ស្ដេចថៃផងដែរគាត់គឺជាមនុស្សដែលស្ដេចថៃទុកចិត្តយ៉ាងខ្លាំងសូមបញ្ជាក់ថាលោកឧត្តមសេនីយ៍អាចប៊ុនស៊ីនផ្លាន់ខ្លាំងដែលក្តាប់ភូមិភាគទី2របស់ថៃស្ថិតនៅតំបន់ចំនួនប្រាសាទតាម៉ុនជាមួយខ្មែរក៏ជាមនុស្សស្និទ្ធជាមួយនឹងលោកឧត្តមសេនីយ៍ផាណានីដែរទី3លោកឧត្តមសេនាវីជីរភុនវង្សភិតគឺជាមេបញ្ជាការកងទ័ពជើងទឹកថៃគាត់ឡើងកាន់តំណែងនេះយ៉ាងចម្លែកដោយសារតែគាត់រៀននៅថ្នាក់បរិញ្ញាបត្រនៅអាល្លឺម៉ង់ទ័ពថៃមិនមានប្រពៃណីដំឡើងតំណែងណាដែលរៀននៅបរទេសឲ្យកាន់តំណែងខ្ពស់ក្នុងទ័ពនោះទេនិងម្យ៉ាងទៀតលោកកាន់តំណែងនេះដោយផ្លោះមកពីតំណែងជាទីប្រឹក្សាពិសេសរបស់កងទ័ពជើងទឹកប៉ុណ្ណោះតែដោយសារគាត់ត្រូវបានស្ដេចថៃទុកចិត្តគាត់ក៏ត្រូវបានឡើងតំណែងស្ដេចថៃចូលចិត្តប្រទេសអាល្លឺម៉ង់ហើយឧស្សាហ៍ទៅស្នាក់នៅអាល្លឺម៉ង់រយៈពេលយូរ
លោកឧត្តមនាវីជីរភុនក៏ត្រូវបានគេដឹងដែរថាជាអ្នកជំរុញឲ្យទ័ពថៃទិញម៉ាស៊ីននៅឡម៉ង់ដើម្បីយកទៅបំពាក់នាវាមួយទឹកដែលថៃទិញពីប្រទេសចិនផងដែរទី4លោកឧត្តមសេនីយ៍ភក្តីផាណាគុណគឺជាមនុស្សដែលមានខ្សែបណ្ដាញមានផលប្រយោជន៍យ៉ាងរឹងមាំនៅក្នុងរាជវង្សថៃលោកឧត្តមសេនីយ៍រូបនេះហើយដែលជាអ្នកបញ្ចុះបញ្ចូលឲ្យទ័ពថៃទិញយន្តហោះចម្បាំងប្រភេទ F-35 ដែលជាយន្តហោះចម្បាំងចំនួនចុងក្រោយដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកទី5លោកឧត្តមសេនីយ៍គីរ៉ាត់ផាន់ផេតគឺជាអគ្គស្នងការប៉ូលីសជាតិថៃដែលគាត់ក៏មានខ្សែបណ្ដាញយ៉ាងរឹងមាំជាមួយនឹងរាជវាំងថៃផងដែរងាកចេញពីអ្នកនយោបាយយើងងាកមកមើលស្ថានភាពរបស់ប្រជាពលរដ្ឋវិញម្ដងនេះបើយោងតាមប្រភពកាសែតថៃដែលបានចុះផ្សាយពីស្ថានភាពរបស់ពលរដ្ឋជាពិសេសអ្នករស់នៅតាមបណ្ដោយព្រំដែនគណៈពេលដែលប្រទេសទាំងពីរកម្ពុជាថៃបានបិទព្រំដែនថ្មីកន្លងទៅនេះយូរតាមកាសែតថៃបានឲ្យដឹងថាប្រជាពលរដ្ឋរបស់ថៃបាននិយាយថាប្រទេសទាំងពីរដូចជាបងប្អូនសូមកុំឲ្យមានការប្រយុទ្ធគ្នាអីនេះគឺជាការបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃពួកគាត់បានសម្ដែងក្តីព្រួយបារម្ភនិងអំពាវនាវឲ្យភាគីទាំងពីរងាកមករកគ្នានៃការចរចាដោយសន្តិវិធីដើម្បីជៀសវាងចំនួនដែលអាចនាំឲ្យមានការប៉ះទង្គិចនិងប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់មនុស្សជាច្រើនយល់ថាទំនាក់ទំនងរបៀបកម្ពុជាថៃមិនខុសពីបងប្អូនត្រកូលតែមុននោះទេដោយសារតែប្រវត្តិសាស្ត្រវប្បធម៌និងរបៀបរស់នៅដែលផ្សារភ្ជាប់គ្នាជាយូរមកហើយដូច្នេះការប្រយុទ្ធគ្នាមិនមែនជាដំណោះស្រាយដោយប្រកបដោយចីរភាពនៅឡើយហើយវាគ្រាន់តែបង្កើតការខូចខាតដល់ភាគីទាំងពីរតែប៉ុណ្ណោះប្រជាពលរដ្ឋដែលត្រូវរស់នៅតាមភាពមិនប្រកបប្រជានេះសុទ្ធតែសង្កត់ថាអ្នកដែលមានអំណាចនឹងយល់ពីការលំបាករបស់ប្រជាជនហើយផ្ដល់អត្ថប្រយោជន៍ដល់ការចរចាដើម្បីស្វែងរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់ទំនាក់ទំនងប្រទេសទាំងពីរនេះនឹងធ្វើឲ្យតំបន់ព្រំដែនវិលមករកសុខសាន្តហើយប្រជាជនអាចរស់នៅប្រកបដោយធម្មតាវិញ